សួស្តីមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកចំណេះដឹងមួយទាក់ទងទៅនឹងការផុសវីដេអូសហការនៅក្នុង Facebook អញ្ចឹងសម្រាប់បងប្អូនយើងដែលអត់ទាន់ដឹងថាផុសរបៀបម៉េចអញ្ចឹងយើងចូលទៅកាន់ Facebook ទាំងអស់គ្នាដើម្បីអនុវត្តអញ្ចឹងយើងចូលទៅកាន់ Facebook យើងមួយណាមកអូខេបន្ទាប់មកបងប្អូនទៅរកវីដេអូផុសធម្មតាយើងផុសវីដេអូវាមិនយើងផុសអញ្ចឹងទៅដូចរាល់ដងអញ្ចឹងខ្ញុំមករកវីដេអូមួយសម្រាប់ផុសអូខេមកដល់កន្លែងនេះបងប្អូនទៅសេអីក៏បានដែរស្រេចតែបងប្អូនទាំងអស់គ្នាអូខេខ្ញុំទៅសេវាចោលប៉ុណ្ណឹងអញ្ចឹងដើម្បីផុសសហការបានបងប្អូននេះអស់មករកមើលកន្លែងសញ្ញាព្រួយនេះកន្លែង See More Setting នេះបងប្អូនចុចទៅនឹងមួយមកហើយបងប្អូនយកពាក្យថា Invite Collaborator ហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនយើងដែលអត់ចេះភាសាអង់គ្លេសបងប្អូនមិនខ្វល់ច្រើនទេកន្លែងហ្នឹងមានន័យថាការផុសសហការអញ្ចឹងការផុសសហការយ៉ាងម៉េចអញ្ចឹងមានន័យថាបងប្អូនផុសតែ Facebook មួយហ្នឹងឬក៏ page មួយហ្នឹងទេតែបងប្អូនអាច invite មានន័យថាអាចឲ្យទាញ page ដទៃឬក៏ account ដទៃឲ្យផុសវីដេអូហ្នឹងតែមួយដែរអញ្ចឹងយើងអាចទាញបាន5 page ឬក៏5 account ទៅតាម Facebook យើងជ្រើសរើសអញ្ចឹងបងប្អូនចង់ជ្រើសរើស account Facebook ក៏បានចង់ជ្រើសរើស page ក៏បានអញ្ចឹងបាន5ណាអញ្ចឹងមានន័យថាវីដេអូដែលយើងផុសទៅនេះបើសិនជាយើងទាញ account ណាឬក៏ Facebook ឬក៏ page មួយណាដាក់ចូលមានន័យថាវានឹងផុសទៅក្នុង account ឬក៏ page ហ្នឹងដែរបាទអញ្ចឹងយើងចុចមកយើងចុចកន្លែងសញ្ញាព្រួយហ្នឹងមកហ្នឹងហើយបន្ទាប់មកអញ្ចឹងវាបាន5ហើយកន្លែងនេះបើសិនជាកន្លែងហ្នឹងវាអត់ឃើញមានអី load មកទេបងប្អូនទៅសេឈ្មោះ page ឬក៏ឈ្មោះ account Facebook បងប្អូនចូលហ្នឹងហើយតែសម្រាប់ខ្ញុំគឺវា load នៅនេះអញ្ចឹងខ្ញុំគ្រីសមួយអញ្ចឹងមកអញ្ចឹងបងប្អូនចង់សហការផុសប្រមាណ page គឺបងប្អូនគ្រីសយកឲ្យគ្រប់ទៅតែខ្ញុំឧទាហរណ៍គឺខ្ញុំដាក់តាម account Facebook ទេអញ្ចឹងនៅពេលដែលយើងគ្រីសអញ្ចឹងហើយបងប្អូនចុចដានហើយចុចពាក្យ copy link នេះចោលមកនេះចុចពាក្យ copy link អញ្ចឹងមកបន្ទាប់មកយើងកំណត់ប៉ុណ្ណឹងហើយបងប្អូនចុចពាក្យថា share now ហ្នឹងហើយចុចតែប៉ុណ្ណឹងមកគឺវានឹងទៅវានឹងធ្វើវានឹងបោះទៅហើយអញ្ចឹងយើងរងចាំវាបងប្អូនរងចាំវាបន្តិចមកហ្នឹងហើយរងចាំវាធ្វើការផុសវីដេអូនឹងហើយអញ្ចឹងបងប្អូនទៅបើក account ដែលយើងបាន invite ដែលយើងបានកំណត់ថាឲ្យវីដេអូនឹងផុសវីដេអូនឹងផុសមិញហ្នឹងអញ្ចឹងយើងទៅបើក account ហ្នឹងឬក៏ទៅបើក page ហ្នឹងដើម្បី accept វាដើម្បីទទួលឲ្យវីដេអូហ្នឹងវាឃើញនៅក្នុង account ហ្នឹងដែរអូខេអញ្ចឹងយើងរងចាំវា complete ទៅអូខេអញ្ចឹងបន្ទាប់ពីវីដេអូហ្នឹងយើងបានធ្វើការផុសរួចហើយយើងចេញពី account ហ្នឹងយើងទៅបើក account ដែលយើងបានសហការឬក៏ invite ចូលទៅមិញហ្នឹងទៅផុសហ្នឹងអញ្ចឹង account មួយណាដែលបងប្អូនផុសហ្នឹងបងប្អូនទៅបើក account ហ្នឹងទៅអញ្ចឹងខ្ញុំទៅបើក account ហ្នឹងដែលខ្ញុំទាញចូលមិញហ្នឹងអញ្ចឹងនៅពេលដែលយើងបើកមកដល់ account ហ្នឹងអញ្ចឹងបងប្អូនត្រូវចុចកន្លែងនេះណាត្រូវចុចកន្លែងហ្នឹងអញ្ចឹងចុចកន្លែងហ្នឹងអញ្ចឹងបងប្អូនឃើញនេះយើងបាន invite មកនេះសញ្ញា invite មកហ្នឹងបានន័យថាយើងបាន invite Facebook មួយហ្នឹងឬក៏ page មួយហ្នឹងចូលដែរអញ្ចឹងយើងដើម្បីឲ្យបានឃើញវីដេអូនៅក្នុងហ្នឹងនៅក្នុង Facebook ឬក៏ page ហ្នឹងបងប្អូនចុចទៅហ្នឹងមកហ្នឹងហើយបន្ទាប់មកនេះបងប្អូនយកពាក្យថា accept អញ្ចឹងបងប្អូនចុចពាក្យ accept ហ្នឹងមកណាអូខេបន្ទាប់មកយើងឡប់ទៅក្រោយវិញបងប្អូនឡប់ទៅក្រោយវិញមកប៉ុណ្ណឹងគឺបានហើយអញ្ចឹងបងប្អូនចូលទៅមើលក្នុង profile ហ្នឹងតើឃើញវីដេអូហ្នឹងដែរឬអត់ចុចមក profile មកអញ្ចឹងបងយើងអស់មកនេះអញ្ចឹងវីដេអូហ្នឹងគឺវា load មកនៅក្នុងហ្នឹងដែរបងប្អូនឃើញអត់នេះ load មកនៅក្នុង Facebook មួយហ្នឹងដែរអញ្ចឹងការផុសសហការគឺបែបហ្នឹងបងប្អូនអញ្ចឹងបងប្អូនអាចមាន account Facebook 2ឬក៏3អញ្ចឹងយើងផុសតែមកវីដេអូហ្នឹងឲ្យវាចេញ
ទៅទាំងពី3 account តែម្ដងមិនបាច់ឲ្យបងប្អូនពិបាកផុសហើយយកទៅ share យកទៅអីទេមិនថា page មិនថា Facebook ទេគឺយើងអាចសហការផុសរបៀបឡើងបានអញ្ចឹងក្នុងមួយវីដេអូហ្នឹងគឺយើងអាចផុសទាញបាន5 account ឬក៏5 page អញ្ចឹងយើងអាចកំណត់បានអញ្ចឹងការផុសសហការមានតែប៉ុណ្្នឹងទេសម្រាប់វីដេអូនេះអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាយបាយ